សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបាទសូមធ្វើការបង្ហាញអំពីចង្គមស្វាបាទចង្គមស្វាបាទហើយនេះគឺជាចង្គមស្វារបស់ខ្មែរយើងបាទចង្គមស្វារបស់ខ្មែរជាទូទៅចង្គមស្វានេះកាលពីសម័យបុរាណមកក៏មានការប្រើប្រាស់ដែរមិនមែនថាគេមិនប្រើសោះនោះទេព្រោះថាធ្លាប់មានបងប្អូនមួយចំនួនគាត់បានលើកឡើងថាចង្គមស្វាគេអត់ប្រើខ្លះទៅក៏គាត់អះអាងថាប្រើអញ្ចឹងខ្ញុំសូមធ្វើការបកស្រាយអញ្ចឹងគឺចង្គមស្វាគឺយើងអាចប្រើប្រាស់បានហើយប្រសិទ្ធភាពក៏គួរសមហើយចំពោះឱសថបុរាណក៏គ្រាន់បើដែរអញ្ចឹងចំពោះឱសថបុរាណចាស់បុរាណគាត់តែងតែយកចង្គមស្វាហ្នឹងយកទៅដុសជាមួយនឹងថ្មដុសថ្នាំឬក៏ថ្មសំលៀងកបិតវាស្តៀងទៅនឹងថ្មសំលៀងកបិតដែលមានកំហាប់ហាប់ណែនមើលទៅដូចជាលក្ខណៈថាខ្សាច់คล้ายជាថ្មខ្សាច់គេដុសជាមួយនឹងចង្គមកម្ពមាបាទកម្ពមាក៏មានចង្គមដែរហើយចង្គមកម្ពមាវាស្តៀងចេះស្តៀងគ្នាចឹងឯងអញ្ចឹងចង្គមកម្ពមាហ្នឹងគេដុសពីរមុខហ្នឹងដុសជាមួយនឹងចង្គមស្វាបាទចង្គមស្វាអញ្ចឹងចង្គមស្វានិងចង្គមកម្ពមាគេដុសលាយគ្នាហើយចំពោះការហូបទទួលទានថ្នាំហ្នឹងគឺគេដុសស្មើភាគគ្នាគេយកទៅលាយជាមួយនឹងមេស្រាបាទលាយជាមួយមេស្រាហើយគេហូបតិចតួចទេគេក្រេបដើម្បីបន្សាបជាតិពុលអានេះគឺជាថ្នាំកម្ចាត់ជាតិពុលចេញពីខ្លួនអ្នកដែលពុលចំណីពុលអាហារគឺដាក់ទៅប្រកែណាហើយមួយទៀតគឺថ្នាំកែរោគពឹសបាទបើថ្នាំកែរោគពឹសពុកម៉ែបងប្អូនដែលគាត់អត់ចេះពិសាស្រាជាតិអាកុលគឺគាត់អាចយករបស់ហ្នឹងចង្គមស្វាហើយនឹងចង្គមកម្ពមានឹងដដែលហ្នឹងយកទៅដុសជាមួយនឹងទឹកដូងបាទដុសហើយគេដាក់ទឹកដូងហើយហូបគាត់ថាមុននឹងដុសយើងលាងសម្អាតថ្មដុសហ្នឹងទៅថ្មសម្រាប់ដុសថ្នាំហ្នឹងយើងលាងសម្អាតឲ្យស្អាតហើយនឹងចង្គមស្វាហ្នឹងយើងសម្អាតឲ្យស្អាតអញ្ចឹងយើងដុសសម្អាតហើយយើងយកទៅដុសថ្នាំហើយដុសជាមួយនឹងថ្មិញកម្ពមាចង្គមកម្ពមាលាយជាមួយទឹកដូងយើងហូបទៅមួយកែវអញ្ចឹងគឺអាចព្យាបាលជំងឺពឹសក្នុងខ្លួនហើយនឹងជាតិពុលពឹសហើយនឹងពុលបាទគឺបកាយស័ក្តិសិទ្ធិណាស់នឹងចំពោះចង្គមស្វាជាមួយនឹងចង្គមកម្ពមាបាទហើយខ្ញុំឥឡូវនេះគាត់ខ្ញុំមានតែចង្គមស្វាយើងសូមធ្វើការបង្ហាញចង្គមស្វាហើយអត់ប្រកាន់ទេថាស្វាត្រោសឬក៏ស្វាបាឬស្វាច្រើនប្រភេទអីគឺឲ្យតែចង្គមស្វាបាទប្រើការបានដូចគ្នាអញ្ចឹងគឺចំពោះឱសថបុរាណគឺយើងយកទៅដកពឹសកែរោគពឹសហើយនឹងបន្សាបជាតិពុលបាទហើយចំពោះជំនឿខាងវត្ថុស័ក្តិសិទ្ធិក៏មានប្រើប្រាស់ដែរខ្ញុំធ្លាប់ឮពុកម៉ែបងប្អូនយើងគាត់សួរមកខ្ញុំថាចេះថាគាត់ធ្លាប់ឮគ្រូប្រាប់ថាគេអត់ប្រើទេចង្គមស្វាប្រើទៅប្រកែលួចអត់ប្រយោជន៍ទេណាអញ្ចឹងខ្ញុំធ្វើការបកស្រាយចំពោះចំណុចមួយនេះគឺថាចង្គមស្វាជាទូទៅគឺប្រើប្រាស់បានធម្មតាហើយមិនមានបញ្ហាជាចោលលួចជាចោលឆក់អីយ៉ាងទេហើយបើសិនជាសិក្សាមុនវិជ្ជាខាងផ្នែកវត្ថុស័ក្តិសិទ្ធិហើយคลายទៅជាចោលលួចនោះលុះត្រាតែយើងសិក្សាខុសប្រក្តីជាពិសេសអំពីអាឋានក្អែកបាទអាឋានក្អែកខ្លាំងបកាយមែនគ្រាន់តែចាដាក់กระดาษឬចាដាក់កណាត់ចតីកភ្លើងអាការក៏បាញ់អត់ចេញទេអញ្ចឹងភាពខ្លាំងបកាយគឺពិតប្រាកដប៉ុន្តែកាលណាតែយើងសិក្សាមុនវិជ្ជាអាឋានក្អែកញីក្អែកឈ្មោលហ្នឹងសិក្សាអាឋានក្អែកហ្នឹងបានជាគូហើយឃើញភាពស័ក្តិសិទ្ធិហើយអាហ្នឹងអាចកើតជាចោលនៅស្រុកភូមិអត់កើតរត់ចូលព្រៃចេញពីព្រៃមកលួចរបស់អ្នកស្រុកអ្នកភូមិរត់ចូលព្រៃវិញ
anh đang cứ bộ vật này riêng thành cái tại sọp ngay mình giao diện này miền nè sắc xa bị thành cái thì bên tay mình men cướp thành cái chẳng ó sắc xa hỏi khai gì chào thì bà cứ miền từ tạm bài tan sẵn thán này cả riêng bỏ dương dương riêng ban trầm tới dương đăng cái buồn này cả riêng dương mình ai bài chơi vậy dân nghĩa mà can trong cùng xóa bà trong cùng xóa cứ xóa ai cái đấy ao tại chỉ bập hết này trong cùng xóa chân dân ai dọc mốc với cả pra bán liền dùng ad chỉ môi nâng tật ad rồi đó dùng ad chỉ môi nâng dùng bù của ban đây ở miền bánh hai tí là bỏ này chân về đại dương dùng ad thấy dân ai dọc từ bật thi bà rồi về đại miền cảnh vị thi bột thiệp bị sai chứ dân ai dọc từ đại trường biến nâng cho rùm bột thiệp bị sai nâng cái bàn rồi bỏ on đi sợ tại nơi bây giờ dương dục từ sạch thi bột thiệp bị sai dân thấy cứ khai chia vật thụ xã sạch hơi ai mình miền khai tới chỉ trao và cái chọ và cái lúa giấy đôi bị cho cha mà làm nụ tê cứ pra cái cổ rụp bao dương cứ thắt sấy tới lừa tại chỉ được bao bộ dương tê nè đây chỉ nè cổ rụp nè bầu chia và sân dây dương chỉ mình được trắng miền cột đột thoa búa chẳng vật thụ xã sạch chính cứ can tái bù cải môi bình tiệnประสิทธิภาพរបស់ចង្កូមស្វាបាទប្រសិទ្ធភាពនៃចង្កូមស្វាគឺរបស់នេះអមនុស្សក៏ខ្លាចរបស់នេះដែរអមនុស្សបាទអមនុស្សអត់សូវហ៊ានទេលុះត្រាតែគេខ្លាំងដែរអញ្ចឹងបើត្រឹមតែអមនុស្សធម្មតាដែលគេមកយាយីយើងគេឃើញយើងមានចង្កូមសัตว์ជាពិសេសចង្កូមសัตว์ព្រៃបាទគឺបកក្បាលទៅវិញហើយបកក្បាលទៅវិញហើយហើយបើសិនជារបស់យើងឆ្លងកាត់កិច្ចពិធីបានត្រឹមត្រូវទៀតនោះអញ្ចឹងគេកាន់តែមិនហ៊ានបាទព្រោះថារបស់យើងបានបញ្ចុះសូត្រសែកនឹងសិលមុនបញ្ចុះហើយប្រសង់ដែលគាត់ចេះនៅកិច្ចពិធីក្បួនខ្នាតសិលសាស្ត្របុរាណខ្មែរហ្នឹងយើងអាចទៅរកស្វែងរកពួកគាត់បានពួកគាត់ធ្វើការប្រសិទ្ធិហើយគឺអាចប្រើប្រាស់បានហើយសូមបញ្ជាក់ថាអញ្ចឹងបើសិនជាមិនប្រសិទ្ធិទេយើងយកមកឆៅយើងយកមកគោរពថែរក្សារបស់នោះក៏មិនមានអានុភាពដែរក៏មិនមានអានុភាពដែរទាល់តែយើងធ្វើកិច្ចពិធីប្រសិទ្ធិជាមុនសិនទើបមានតួអង្គគង់ស្ថិតបាទហើយអានុភាពក្រៅពីការពីការលងបន្លាចអំពីអមនុស្សក៏អាចប្រើប្រាស់បានទៅក្នុងការពីអំពើបាទការពីអំពើប៉ុន្តែមិនមែនមានន័យថាការពីបានអំពើគ្រប់មុខនោះទេបាទការពីអំពើប៉ុន្តែបានច្រើនយ៉ាងការពីអំពើបានច្រើនយ៉ាងហើយបើចង់ឲ្យរបស់នេះកាន់តែខ្លាំងប្រកែការពីអំពើបានគ្រប់មុខទាំងអស់អានឹងវាជិះអត់ផុតទេអំពីការបញ្ចុះបាទមានប្រហោងអញ្ចឹងយើងអាចធ្វើការបញ្ចុះជាអាឋានអាចជាកមួនរោមបាទហ្នឹងគឺអំពើគ្រប់មុខបាទហើយមួយទៀតពាក់ព័ន្ធទៅនឹងខាងមុខរបររកស៊ីអាចកូមស្វានេះដោយសារតែស្វាបកែណាស់ខាងរកចំណៃបកែណាស់ខាងរកចំណៃអញ្ចឹងវាគឺជាការស្រូបទាញនៃការស្វែងរកចំណីអាហារហើយចំពោះការលក់ដូររកស៊ីប្រកបរបរចិញ្ចឹមជីវិតនោះយើងមានរបស់នេះគឺជំនួយដល់ការលក់ដូររបស់យើងឲ្យកាន់តែប្រសើរបាទប៉ុន្តែយ៉ាងណាមិញក៏ត្រូវគួបផ្សំជាមួយនឹងការប្រសិទ្ធិរបស់លោកគ្រូអ្នកគ្រូដែលគាត់មានចំណេះមានជំនាញពិតប្រាកដជាមុនសិនបាទអញ្ចឹងពេលឆ្លងកាត់កិច្ចពិធីហើយខ្លាចជាវត្ថុស័ក្តិសិទ្ធិហើយយើងអាចប្រើប្រាស់បានគោរពថែរក្សាបានដោយទំនុកចិត្តខ្ពស់ហើយចំពោះស្វាបាទចំពោះសត្វស្វាជាទូទៅមានថ្មិញបាទស្វាមានតែថ្មិញអត់សូវមានចង្កូមទេអត់សូវមានចង្កូមទេមិនមែនគ្រប់ស្វាទាំងអស់មានចង្កូមទាំងអស់ទេស្វាឈ្មោលក៏ដោយស្វាឈ្មោលក៏មិនប្រកាសថាមានចង្កូមដែរបាទហើយបើនិយាយពីស្វានៅភ្នំស្រង់ខ្ញុំធ្លាប់ជួបច្រើនវងជាពិសេសអាស្វាមេវងមួយមេវងនោះធំហើយឈ្មោះ
គេហៅថាឆែបដោយសារអីមានចកោមួយចកោមិនសូវធំប្រហែលទេគ្រាន់តែលៀនចេញក្រៅលៀនណាចកោនឹងលៀនចេញក្រៅប្រហែលប្រវែងដែរគ្រាន់តែលៀនចេញហើយចុះនៅទាំងរឹសនៅខាងក្នុងទៀតហើយមានតែមួយគ្រាប់ឯងមានតែមួយចំហៀងឯងបាត់មួយហើយអញ្ចឹងចង្កូមស្វាមេវងនោះសល់តែមួយដល់ពេលខ្ញុំជួបផ្សារក្រោយគេថាបាត់មួយគ្រាប់នឹងបាត់ទៀតហើយបច្ចុប្បន្ននេះក៏ខ្ញុំទៅភ្នំស្រង់វត្តស្រះ3ក៏លែងដែលជួបដែរលែងដែលជួបមេវងស្វាមួយហ្នឹងដែរហើយបកែខាងរោគចំណីបកែខាងគ្រប់គ្រងកូនចៅខាងដឹកនាំកូនចៅនោះកូនចៅណាមានរបួសតាមមួយផ្លែទេដឹងតែបានថ្នាំមកពីណាអោបជាប់នឹងពោះយកមកគេច្បាច់គេញីផងអីផងកោតជាមួយនឹងថ្មអីអាថ្នាំនោះដែលជារុក្ខជាតិស្មៅរុក្ខជាតិស្លឹកឈើនោះឲ្យវាដាច់គេយកមកលាបរឹតឲ្យកូនចៅក្នុងវងនឹងអញ្ចឹងរបៀបរបបនៃការថែរក្សាវងគឺពិតជាខ្លាំងបកាយមែននឹងស្វាគឺចេះទាំងអស់ចេះតាំងពីថ្នាំចេះតាំងពីវិធីសាស្ត្រនៃការរស់នៅដឹកនាំគ្នាស្វែងរកចំណីការពារវងបាទគឺខ្លាំងបកាយហើយស្វាមេវងមានភាពលេចធ្លោជាងស្វាផ្សេងបើបានចង្កូមស្វាមេវងគឺដូចជាមេកន្ទ្រាញអញ្ចឹងបាទមានតួនាទីថែរក្សាវងអញ្ចឹងគឺមានអំណាចខ្លាំងជាងគេបាទអញ្ចឹងខាងការពារក៏ខ្លាំងជាងគេដែរប៉ុន្តែនៅចំពោះមុខខ្ញុំនេះមិនមែនជាចង្កូមស្វាដែលខ្ញុំលើកឡើងមិញទេមិនមែនជាចង្កូមស្វាមេវងបាញ់មិញទេគឺស្វារបស់ខ្មែរយើងបាទស្វារបស់ខ្មែរយើងដែលអ្នកព្រៃគេប្រទះឃើញគេរកបានបាទអញ្ចឹងទៅខ្ញុំក៏សុំចែកជាវពួកគាត់មកហើយសន្តាននៃសំទោសបងជាប់មាត់ទៅខ្នាយសន្តាននៃចង្កូមគឺខុសគ្នាបាទស្វាខ្ញុំភាគច្រើនឃើញចង្កូមឃើញវិលានចេញតែ2ប៉ុន្តែឮសូរចាស់គាត់ប្រាប់ថាមានចង្កូម4ដែរអានេះចង្កូមខាងក្រោមដែលវាលៀនចេញឡើងខាងលើវាសឡូនអញ្ចឹងតែខ្ញុំធ្លាប់ឃើញសូមធ្វើការវាស់ຂະຫນាតបាទប៉ុណ្ណឹងបាននាងធំគាត់បើ4ហ៊ុន2បាទ4ហ៊ុន2នេះរៀងតូចបន្តិចបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបាទសូមអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានធ្វើការតាមដានទស្សនាបាទសូមអរគុណច្រើន